anh mình men chiមនុស្សអត់បានការទេមិនក៏ខ្លាំងម្លេះសម្រាមខ្ញុំឲ្យឯងនិយាយហើយឬនៅនិយាយមកមើលឆ្នាំពោទាំងនេះមកពីណាអាហាមិននិយាយការពិតទេឲ្យពួកឯងនិយាយពួកឯងមិននិយាយអញ្ចឹងខ្ញុំជួយរកវិធីស្លាប់ឲ្យពួកឯងចុះ គុំពួកយើងនិយាយថ្នាំពុលវាគ្រាន់តែជាថ្នាំពុលធម្មតាទេនៅលើទីផ្សារមានលក់ពេញហ្នឹង អូការបកស្រាយមួយនេះខ្ញុំមិនសូវពេញចិត្តទេពួកឯងទាំងពីរចង់រស់ទេបើមិនចង់រស់ទេកុំនិយាយខ្ញុំនឹងរ៉ាដៃតែម្ដងចុះឯងវិញនិយាយឬមិននិយាយខ្ញុំពិតជាមិនដឹងមែនគឺអ្នកនាងទី2ឲ្យពួកយើងមកឆ្នាំក៏នាងជាអ្នកដែរសេខេញ៉ូកុំប្រាប់ណាថាអ្នកដែលសម្លាប់ប៉ាម៉ាក់កាលពីឆ្នាំនោះគឺជាគ្រួសារពូទី2 ខ្ញុំអាចទៅបាននៅ ទៅចុះលើកក្រោយមិនមានសំណាងបែបនេះទៀតទេសួស្ដីជួបគ្នាទៀតហើយនាងចង់ធ្វើអី លោកគិតមើលនាងគឺសាយ័នហេតុអីត្រូវធ្វើពុតជាមនុស្សអត់បានការ ខ្ញុំធ្វើពុតតាំងពីពេលណាភ្នែកលោកមានបញ្ហាទេដឹង ខ្ញុំដឹងថានាងខ្លាចគេតាមដាននាងគ្រាន់តែយល់ព្រមលក្ខខណ្ឌខ្ញុំមួយខ្ញុំអាចជួយលាក់ការសម្ងាត់ឲ្យនាងបាន និយាយមកលក្ខខណ្ឌអីខ្ញុំចង់លុបចោលការភ្ជាប់ពាក្យជាមួយនាងលុបចោលការភ្ជាប់ពាក្យ និយាយការពិតប្រាប់នាងចុះខ្ញុំមិនចូលចិត្តការរៀបចំទុកទេហើយក៏មិនចូលចិត្តនាងដែរមនុស្សដែលខ្ញុំចូលចិត្តមានតែឡងមែនទេមួយជីវិតនេះខ្ញុំមិនរៀបការជាមួយអ្នកណាទេក្រៅពីនាង អាហាលោកចូលចិត្តឡងមែនមិនខុសទេទោះបីជានាងមានរូបរាងមិនអន់ក្បាច់គុណក៏គួរសមមនុស្សក៏គួរឲ្យចាប់អារម្មណ៍តែបើប្រៀបជាមួយឡងមែនគឺមិនអាចប្រៀបបានទេអំបញ្ញមិញខ្ញុំក៏ចាត់ទុកថាបានជួយសង្គ្រោះជីវិតនាងមួយដងដែរនាងកុំធ្វើឲ្យគេសើចចំអកអីខ្ញុំសាកសមនឹងមនុស្សដែលល្អជាងនេះ នេះគឺជាសម្បត្តិភ្ជាប់ពាក្យនាង អខកលោកចង់លុបចោលការភ្ជាប់ពាក្យត្រូវចិត្តខ្ញុំមិនអញ្ចឹងការភ្ជាប់ពាក្យនេះលុបចោលចោះ ខ្ញុំគឺយ៉ាវខេយើងជាបុរសដែលកូនស្រីអ្នកមានជាច្រើនចង់រៀបការជាមួយសូម្បីតែអ្នកថេងមីសេក៏ជាស្ត្រីទី1របស់ប្រទេសចិនដែរនាងក៏ស្មោះត្រង់នឹងខ្ញុំដែរតើអ្នកអាចលុបចោលការភ្ជាប់ពាក្យដោយញីយ៉ាងនេះ អ្នកប្រៀបធៀបខ្ញុំជាមួយសៃខេញ៉ូខ្ញុំមើលងាយអ្នកដោយសារតែចក្ខុវិស័យរបស់អ្នក អ្នកនាងតើអ្នកមិនអីទេ នាងខ្ញុំភ័យស្លាប់ហើយមានធៀបក៏3នាក់មកកំបិតនៅក្នុងដៃរបស់ពួកគេគឺធំណាស់សំណាងល្អឆៅខេយើងនៅទីនេះបើមិនដូច្នេះទេខ្ញុំនឹងស្លាប់នៅទីនេះ កុំខ្លាចអីពួកយើងមកដល់ហើយលោកឆៅឥឡូវនេះមានមនុស្សជាច្រើនកំពុងសម្លឹងមើលអ្នកនាងយើងប្រកល់នាងឲ្យអ្នកប៉ុន្តែអ្នកមិនអាចសំបីតែធានាសុវត្ថិភាពរបស់នាងហើយធ្វើឲ្យនាងភ័យខ្លាចយ៉ាងនេះតើអ្នកអាចធ្វើជាប្តីដ៏ល្អរបស់នាងដោយរបៀបណា មែនហើយបងប្រុសនៅតែល្អជាងបងប្រុសលុបចោលការភ្ជាប់ពាក្យខ្ញុំដើរលេងរួចហើយ See you អ្នកនាងខ្ញុំនឹងនាំអ្នកទៅមន្ទីរពេទ្យស្ត្រីម្នាក់នេះជាមនុស្សលេងសើចនឹងធ្វើពុតតើនាងស័ក្តិសមនឹងខ្ញុំយ៉ាងដូចម្ដេចនៅតែចង់ឲ្យខ្ញុំប៉ះនាងសំណាងល្អដែលការភ្ជាប់ពាក្យត្រូវបានលុបចោលបន្ទាប់ពីកិច្ចប្រជុំក្បាលនាគខ្ញុំនឹងទៅរកស្ដេចអ្នកហើយសារភាពប្រាប់គាត់ទល់មុខ កិច្ចព្រមព្រៀង10ឆ្នាំបានមកដល់ហើយកិច្ចប្រជុំក្បាលនាគថ្ងៃនេះតាមច្បាប់គួរតែបែងចែកតំបន់ឥទ្ធិពលឡើងវិញទោះយ៉ាងណាក៏ដោយគ្រួសារសៃឥឡូវនេះត្រូវបានគ្រប់គ្រងដោយក្មេងស្រីហើយនាងនៅតែជាមនុស្សគ្មានប្រយោជន៍ខ្ញុំគិតថាមិនចាំបាច់រងចាំនាងទេយោដាលេកូនស្រីរបស់គ្រួសារសៃនៅតែល្ងងពេក ប្រធានលែងនៅពេលដែលចៅវាយរបស់ខ្ញុំនៅមានជីវិតគាត់ច្បាស់ជាអាចដឹកនាំសមាគមទាំង5នៅស្រុកខាងលិចប៉ុន្តែគាត់សុខចិត្តចុះចាញ់ដោយសារតែមិត្តភាពរបស់គាត់ដើម្បីចែករំលែកអត្ថប្រយោជន៍ជាមួយអ្នករាល់គ្នាឥឡូវនេះអ្នកមិនមានការអត់ធ្មត់សំបីតែគ្រួសារសៃរបស់យើងចូលរួមក្នុងកិច្ចប្រជុំ មនុស្សចាស់បើអ្នកដើរយឺតអ្នកនឹងត្រូវគេវាយតាមមានបញ្ហាអ្វីដែលមើលងាយអ្នកចាស់ហើយគួរតែគិតពីពិធីបុណ្យសពរបស់អ្នកឲ្យបានល្អ ខ្ញុំយ៉ាងម៉េចមិនបាច់ឲ្យអ្នកបារម្ភទេប៉ុន្តែខ្សែឈាមគ្រួសារសៃរបស់យើងនៅតែមានតើអាចឲ្យកូនចោលដូចអ្នកជន់ឈ្លីតាមអំពើចិត្តបានយ៉ាងដូចម្ដេច ខ្សែឈាម
Nô ná ta vi chi chào srei đồ là ngôn robot nè rứ si yôn mạc nè na kế cứ chào srei ọt bàn ca robot nè ní mền tế ស៊ីយុនយកកិច្ចសន្យាខៅសៀនមកឲ្យខ្ញុំ នាងនេះមានសមត្ថភាពអីទៅខ្ញុំមើលទៅឃាតករ3នាក់កាលពីម្សិលមិញក៏ជាការរៀបចំដែរ សមាគមវឹងហួងខាត់បងរយឆ្នាំសូម្បីតែអាជីវកម្មមូលដ្ឋានក៏រក្សាមិនបានដែរខ្ញុំគិតថាកំពុងផែនផ្លូវស៊ីឆាំងរបស់សមាគមវឹងហួងគួរតែបដូរឲ្យខ្ញុំជាអ្នកគ្រប់គ្រងវិញហើយប្រធានឡើងនិយាយបែបនេះហើយខ្ញុំគិតថាទូកនៅផ្លូវតងឆាំងរបស់សមាគមវឹងហួងគឺជារបស់ខ្ញុំទាំងអស់ហើយអ្នកទាំងអស់គ្នានៅចំពោះមុខលោកយាយហ៊ានប្រហានយ៉ាងនេះទោះយ៉ាងណាគាត់ក៏ចាត់ទុកថាជាចាស់ទុំរបស់យើងដែរប៉ុន្តែមនោសញ្ចេតនាគឺមនោសញ្ចេតនាជំនួញគឺជំនួញគ្រូសាអ្នកធ្លាក់ចុះដល់ថ្នាក់នេះមេធំដូចជាពួកយើងគួរតែរៀបចំឡើងវិញយូរហើយ អ្នកទាំងអស់គ្នាពិតជាសង្កត់សង្កិនគេពេកហើយ លោកយាយសុទ្ធតែជាអ្នកប្រថុយជីវិតដើម្បីបានមកអ្នកណាមិនដឹងថាសាច់ជីមធាត់គឺនៅកន្លែងគាត់នោះ នេះក្មេងការប្រកួតប្រជែងស្វិតស្វាញយ៉ាងនេះហេតុអីអ្នកមិននិយាយអីសោះចាំបន្តិចសិនស៊ីយុនខ្ញុំចង់មើលថាអ្នកពិតជាមានសមត្ថភាពមែនឬអត់ លោកចៅការភ្ជាប់ពាក្យតាំងពីពេលណាមិនក៏ខ្ញុំមិនដឹងសៀនជារឿងពិតមែនទេ ពិតមែនហើយយប់នេះលោកចៅការភ្ជាប់ពាក្យហើយ ឯងចង់ធ្វើឲ្យខ្ញុំខឹងស្លាប់មែនទេឆេះជាងការរៀបការនេះចាស់ទុំទាំងសងខាងជាអ្នករៀបចំមិនក៏ឯងធ្វើប្រហែលសម្លេះលោកចៅការភ្ជាប់ពាក្យបែបនេះ ធ្វើប្រហែលពេកហើយធ្លាក់បែកហើយមិនអាចពាក់បានទៀតទេលោកយាយសុំទោសពិតមែនលោកយាយក៏ដឹងថាចៅស្រីលោកយាយអន់ប៉ុណ្ណាដែររៀបការជាមួយអ្នកស្រែចម្ការក៏ជាបន្ទុកទៅហើយចុះទម្រាំមនុស្សអស្ចារ្យដូចជាខ្ញុំទៀតលោកយាយមិនមែនកំពុងធ្វើបាបខ្ញុំទេសំណាងល្អសម្បត្តិអាពីពិពាត្រូវបំផ្លាញការភ្ជាប់ពាក្យត្រូវលុបចោលខ្ញុំនិងកញ្ញាសៀនគ្មានពាក់ព័ន្ធអ្វីនឹងគ្នាទៀតទេ ប្អូនសៀនមើលឲ្យច្បាស់ក្នុងនាមជាបងស្រីថ្ងៃនេះនឹងបង្រៀនឯងឲ្យបានល្អក្នុងកាលៈទេសៈបែបនេះគួរដោះស្រាយយ៉ាងម៉េច ចាប់ផ្ដើមទៅខ្ញុំចាំមើលថាឯងបង្រៀនយ៉ាងម៉េច បងខឹងខ្ញុំចូលចិត្តបងតាំងពីតូចឥឡូវបងនឹងសៀនក៏លុបចោលការភ្ជាប់ពាក្យហើយខ្ញុំសុខចិត្តរៀបការជាមួយបង មិនបាច់ទេឃើញជាមនុស្សដែលខ្ញុំចង់រៀបការមិនមែនជានាងទេ បងខឹងបងគិតម្ដងទៀតទៅខ្ញុំនឹងសុំការយល់ព្រមពីលោកយាយខ្ញុំនឹងយកអ្វីទាំងអស់របស់គ្រួសារសិធ្វើជាថ្លៃបណ្ណាការ មួយជីវិតនេះខ្ញុំបានកំណត់មនុស្សម្នាក់រួចហើយគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរបានទេ អូហូសេហ្គួនលេងពិតជាចិញ្ចឹមបានកូនស្រីល្ងងមែន សៀនឯងមានសិទ្ធិអីមកសើចចំអកខ្ញុំលោកពូទាំងអស់សុទ្ធតែមើលខ្ញុំធំឡើងប៉ាខ្ញុំគឺជាមេទី2របស់សមាគម Phoenix ឲ្យតែខ្ញុំបានធ្វើជាមេរបស់សមាគម Phoenix ខ្ញុំនឹងចែកផលប្រយោជន៍70របស់សមាគម Phoenix ឲ្យអ្នកទាំងអស់គ្នាយ៉ាងម៉េចដែរសេឃើញឯងឈួតទេឯងចង់រុញគ្រួសារខ្សែរបស់យើងចូលក្នុងរណ្ដៅភ្លើងមែនទេ លោកយាយមើលសៀនទៅនាងអាចអង្គុយគឺមិនឈរទេ អាចគេងគឺមិនអង្គុយទេអាចដកដង្ហើមគឺមិនប្រើខួរក្បាលទេមនុស្សដូចជានាងបន្ទាប់ពីគ្រប់គ្រងសមាគម Phoenix ទើបរុញគ្រួសារខ្សែចូលក្នុងរណ្ដៅភ្លើង លោកពូទាំងអស់តើអ្នកគិតយ៉ាងណាចំពោះសំណើរបស់ខ្ញុំអំបញ្ញមិញនេះ